ស្ដីអ្នកទាំងអស់គ្នានឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីការ install package ក្នុង SendWave ចឹងមកចូលទៅកាន់ comment យើងមកតោះមកខ្ញុំប្រើនៅ comment RPM option QA ខ្ញុំប្រើ grab ដើម្បីមើលនៅតាមដែលខ្ញុំ install មកចឹងណាតាមដែលទៅមកនេះវាចេញអីទេវានិយាយថាយើងต้อง install ទីតោះមកខ្ញុំនៅ comment line យើង RPM option QA ដើម្បីពិនិត្យមើលថាយើង install អីខ្លះចឹងណាគឺអញ្ចឹងយើងចូលទៅកាន់ comment យើងមកទៅ RPM option QA នេះគឺជា package របស់ខ្ញុំដែលខ្ញុំបាន install ចឹងណាវាមានច្រើនបន្តមកយើងធ្វើការប្រើនៅ keyword ចាំដើម្បី search នៅតាមនៃរបស់យើងចឹងណាចឹងយើងចូលទៅ comment line របស់យើងមកយើងប្រើយ៉ាងយើងប្រើយ៉ាង install sorry ច្រឡំយើងប្រើយ៉ាង search តាមនៃរបស់យើងនេះគឺតាមនៃរបស់យើងអត់វាបង្ហាញដល់អីឥឡូវនេះខ្ញុំធ្វើការ install វាគឺខ្ញុំប្រើនៅ comment line យ៉ាង install តាមនេះយើងចាំបន្តិចទៅការ install នៅលើ SendWave វាយើងយឺតតិចហើយនេះវាត្រូវការយក verify ថាយើងចង់ download ចង់ download អត់ចឹងណាបើយើងចង់ download យើងបាយសបាយបើយើងអត់ download ទេយើងបាយសអញ្ចឹងណាចឹងយើងបាយសបាយទៅឥឡូវនេះវាកំពុងតែធ្វើការ install នៅ package របស់យើងនេះរងចាំនៅវា download complaint នឹងមានន័យថាការ download របស់យើងនឹងជោគជ័យចឹងយើងរងចាំវាបន្តិចទៅនេះវាចេញ complaint ហើយមានន័យថាការ download របស់យើងនឹងជោគជ័យហើយចឹងយើងធ្វើការ clear screen ចោលទៅដើម្បីកុំឲ្យបានមើលអូខេតោះមកយើងធ្វើការនេះដើម្បី verify មើលថាយ៉ាងរបស់យើង install មិនពីមកនៅចឹងណាចឹងចូលទៅកាន់ comment line យើងមកទៅគឺយ៉ាងនេះយើងនឹងមកនេះតាnet ខ្ញុំមក download មកពីមកអីតោះមកខ្ញុំធ្វើការសូសំទោសច្រឡំបន្តមកខ្ញុំធ្វើការ remove នៅតា net នឹងវិញព្រោះតា net ខ្ញុំអត់ធ្វើការប្រើប្រាស់វាទេអញ្ចឹងខ្ញុំប្រើនៅ command line យ៉ាង remove តា net ទៅនេះវាឲ្យយើង verify ដូចពីយើង download អញ្ចឹងថាយើងចង់ remove វាឬក៏បើអត់ចង់ទេយើងវាយ no វាយ on បើចង់ទេយើងវាយ បាយនេះការ remove របស់យើងនេះវាបានជោគជ័យអីបន្តមកខ្ញុំធ្វើការនៅ comment line DNF install and man សម្រាប់ DNF install នេះវាប្រើសេរីទៅនឹងយ៉ាងដែរទេប៉ុន្តែគាត់នៅវាធ្វើការដូចជាយ៉ាងចឹងណាយើង install វាអានេះវាត្រូវការយើង verify ដែរថាយើងចង់ download ទៅអីចឹងយើងចង់ download ទៅប្រយោជន៍អូខេឥឡូវយើងកំពុង download package របស់នេះយើងប្រើ DNF គឺវាលឿនជាងយ៉ាងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណដែលតាមដាននៅវីដេអូជួបគ្នានៅវីដេអូក្រោយសូមអរគុណ